ទី2ដល់ពេលដែលសាក់វាបច្ចុប្បន្នកាលនេះគឺយើងទៅតាមជាក់ស្ដែងដែរតាមតម្លៃជាក់ស្ដែងអង្គគ្រូខ្លះក៏គាត់អនុវត្តទៅអង្គខ្លះក៏គាត់ទៅសាក់ជួយជាមួយលោកគ្រូតើតើនិយាយរួមអំពីការសាក់នឹងបរាណាចាលោកតម្រូវឲ្យមានទី1ដងសាច់ទី2ទឹកថ្នាំគេហៅទឹកថ្នាំស័ក្តិសិទ្ធិទឹកថ្នាំនេះគេប្រើអង្គលខ្មៅអង្គលក្រហមអ្នកខ្លះប្រើទឹកអំពៅអ្នកខ្លះប្រើទឹកដោះខ្លាំងអ្នកខ្លះប្រើទឹកដោះគោនហូអ្នកខ្លះប្រើប្រមាត់មានប្រមាត់ខ្លាំងប្រមាត់ថេប្រមាត់កពើប្រមាត់សារិកាប្រមាត់ឯកប្រមាត់ខ្លាយជាដើមគេយកមកធ្វើជាទឹកថ្នាំសាច់បាទហើយការសាក់នេះលោកគ្រូអាចារ្យគាត់ត្រូវមានគ្រឿងដាប់របស់គាត់ដូចជាគ្រឿងដាប់បាយសីដែលមានថាដាប់បាយសីតាមចិត្តស្នេហ៍នៃគុំជនបទមួយលោកគ្រូខ្លះក៏ប្រើជោគពួនអញ្ចឹងទៅអង្គគ្រូខ្លះក៏ប្រើបាយសីស្រស់5ឆ្នាំអញ្ចឹងទៅអ្នកខ្លះប្រើតែសង្ហដៃតែមួយគូអញ្ចឹងទៅអ្នកខ្លះប្រើសង្ហដូងខ្ចីតែមួយគូអញ្ចឹងទៅហើយសម្ភារៈដែលគាត់សាក់មានដូចជាដងសាក់គឺសាំងអំពីទី1តាទី2សាំងអំពីដើមវិស័យសាំងអំពីក្លឹមឈើ